បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមនាំយកនៅវីដេអូមួយដែលពាក់ព័ន្ធទៅនឹងការដំឡើងនៅគ្រោងដំបូលប្រក់ក្បឿងដែលគ្រោងដំបូលនេះដែរគឺជាប្រភេទគ្រោងដំបូលជាប្រភេទដែកសុទ្ធតែម្ដងបងប្អូនហើយដែកនេះជាប្រភេទដែកហាស់ដែលយើងជឿហៅថាដែកអ៊ីដែលទំហំ4តឹកគុណនឹង1តឹកកន្លះអញ្ចឹងបងហើយក្នុងការដំឡើងនៅគ្រោងដែកនេះគឺមានការដំឡើងដោយយកចិត្តទុកដាក់ហើយគ្រោងដែកនេះដែរគឺមានទំហំរហូតដល់ទៅ30ម៉ែត្រគុណនឹង30ម៉ែត្រជាប្រភេទការ៉េហើយការដំឡើងនេះដោយប្រើនៅគ្រឿងចក្រចាប់ពី1គ្រឿងទៅ2គ្រឿងបានការដំឡើងនឹងបានល្អនិងសុវត្ថិភាពខ្ពស់ការដំឡើងនៅគ្រឿងដែកជាប្រភេទដែកធំហ្នឹងយើងមិនអាចដំឡើងដោយប្រើដៃបានទេបងប្អូនដោយសារជាប្រភេទដែកធ្ងន់ហើយណាមួយគឺជាទីតាំងដែលត្រូវដំឡើងហ្នឹងมันមានការចាក់នៅប្លង់សេផ្ចិតនោះទេគឺមានន័យថាប្លង់សេបើកហោចំកណ្ដាលតែម្ដងគឺយើងធ្វើដំបូលដើម្បីប្រក់ហើយការដំឡើងនេះដែរគឺសិតសឹងតែចាប់ប៊ូឡុង99%មានការផ្សារបន្តិចបន្តួចពាក់ព័ន្ធទៅនឹងការដំឡើងជាហ្វាមចំកណ្ដាលអញ្ចឹងទៅគឺតម្រូវមានការផ្សារហើយក្រៅពីនោះគឺសិតតែជាការចាប់ប៊ូឡុងដោយគ្រឿងមកគុំគឺសិក្សាពីរោងចក្រតែម្ដងគេដំឡើងដោយការ design មានភាពច្បាស់លាស់ហើយការ design នេះដែរគឺ design ដោយក្រុមការងារខាងកើយើងហ្នឹងគឺជនជាតិចិនហើយការដំឡើងក៏ជនជាតិចិនដែរដោយឡែកខ្ញុំបាទជា inspector ឬក៏អាចនិយាយបានថាជា owner គឺឆែកពីលើទៅលើការងារហ្នឹងពាក់ព័ន្ធទៅនឹងការឆែកហ្នឹងគឺពាក់ព័ន្ធទៅនឹងគ្រោងដែកហ្នឹងតើត្រឹមត្រូវទៅតាម spec ត្រឹមត្រូវទៅតាមប្លង់ design ហើយមួយទៀតពាក់ព័ន្ធទៅនឹងការ connect នៅប៊ូឡុងឬក៏ការ connect ដោយការផ្សារតើទឹកផ្សារហ្នឹងមានការផ្សារដោយល្អដែរឬគឺយ៉ាងម៉េចបាទវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេសូមអរគុណច្រើនបង